ទី1 កគេឲ្យសរសេរសមីការបាទសរសេរសមីការអញ្ចឹងសមីការនេះគឺជាសមីការចំហេះសមីការចំហេះមានន័យថាសមីការជាមួយនឹងអុកស៊ីសែនអញ្ចឹងចំហេះនៃសពនៃកាបូនមានន័យថាចំហេះសពនៃកាបូននិងអុកស៊ីសែនអញ្ចឹងយើងសេមក C បូកនឹង O អត់អាចនៅម្នាក់ឯង O2 ទៅជា CO2 អូខេថ្លឹងសមីការមកថ្លឹងកណនីមអាតូមម៉ូលេគុលមកអានេះ C ស្មើ12 O ស្មើ16គុណនឹង2បាទ O 16គុណ2អូខេបាទ16គុណនឹង2ស្មើនឹង32អានេះ12បូកនឹង16គុណនឹង2បាទស្មើនឹង32បូក12វាស្មើនឹង44ក្រាមខេតោះចប់សេសមីការចូលខកណនីអីគេនេះខគេឲ្យកណនីម៉ាស់កាបូនត្រូវការកណនីម៉ាស់ C ត្រូវការអូខេតោះអញ្ចឹងធ្វើសមាមាត្រមកបាទបើតាមសមីការបើសិនជាឥឡូវគេប្រាប់អីគេនេះយើងគេប្រាប់អង្គធាតុកកើតនេះគេប្រាប់ថាអង្គធាតុកកើតកាបូនឌីអុកស៊ីតមានចំនួន 2.2 ក្រាមអញ្ចឹងយើងរកអង្គធាតុប្រតិករកកាបូនវិញអញ្ចឹងវិធីសមាមាត្រមាន2សមាមាត្រយើងរកអង្គធាតុប្រតិករផ្សេងហើយសមាមាត្រយើងរកអង្គធាតុកកើតផ្សេងយើងប្រើពាក្យខុសគ្នាបន្តិចបាទឥឡូវយើងរកបាទម៉ាស់អង្គធាតុប្រតិករអញ្ចឹងគេវិចារពីអង្គធាតុកកើតវិញមកវិចារពីអានេះកាបូនឌីអុកស៊ីតវិញមកអញ្ចឹងណាបើ CO2 បាទ44ក្រាមត្រូវការបាទត្រូវការអញ្ចឹងសមីការស្តង់ដាររបស់យើងនេះកាបូនត្រូវការប៉ុន្មាននេះ12ត្រូវការកាបូន12ក្រាមបាទនោះអញ្ចឹងបើសិនជាកាបូនឌីអុកស៊ីតរបស់យើងហ្នឹងកំហិតគេឲ្យប្រមាណ 2.2 ក្រាមនោះ CO2 2.2 ក្រាមបាទត្រូវការបាទត្រូវការកាបូនប្រមាណចំនួនបាទកាបូនចំនួនម៉ាស់នៃកាបូនបាទអញ្ចឹងតមកយើងធ្វើសមាមាត្រចេះហើយយើងឥឡូវដាក់លើក្រោមតាមក្រោមតាអញ្ចឹងយើងបាន44លើឲ្យ 2.2 ស្មើនឹង12លើឲ្យC តោះឥឡូវយើងគុណខ្វែងមកយើងបាន44នៃ C ស្មើនឹង12គុណនឹងអីគេនេះ 2.2 បាទអញ្ចឹងយើងនាំឲ្យគេទៀតនាំឲ្យ MC ស្មើនឹង12បាទគុណឲ្យ2.2 លើឲ្យ44ស្មើនឹងប៉ុន្មានតោះកាសចូលបណ្ដោយទៅបាទមក12គុណ 2.2 គុណចែកនឹង44 0.6 ក្រាមអូខេតោះអញ្ចឹងដូចនេះមកដូចនេះបាទ MCO បាទ M នៃកាបូនម៉ាស់នៃកាបូនត្រូវការប្រមាណត្រូវការគឺ0.6 ក្រាមរួចមួយបាទរួចមួយហើយអូខេរួចមួយហើយបាទអក្សរស្អាតទេបាទបើសិនចាំតុបតែងមេរៀនចាំសេអក្សរស្អាតតោះចូលគគេឲ្យយើងកណនីម៉ាស់អុកស៊ីសែន
oxygen ជាអង្គធាតុកអង្គធាតុប្រតិករទៀតហើយនេះឲ្យគណនា oxygen ត្រូវការតោះអូខេគណនា MCO ច្រឡំ CO ទៀតអញអើយ M នេះ O បាទ O2 តោះចាំម៉ាតទៀតមកយើងយកអង្គធាតុកកើតសមម៉ាតជាមួយប្រតិករទៀតមកបើ O2 ពីច្រឡំបើ CO2 បាទបើ CO2 44 ក្រាមបាទត្រូវការគេត្រូវការឥឡូវយើងមើលសមីការរបស់យើងអានេះ44ត្រូវការអានេះ32ហើយត្រូវការនេះ12ទៀតអញ្ចឹងបាទនេះ44ត្រូវការអុកស៊ីសែនចំនួន12ច្រឡំ32ក្រាមនោះ CO2 2.2 ក្រាមត្រូវការ O2 ចំនួនMO2 តោះសាក់ម៉ាតមក444លើ2.2ស្មើនឹង32លើឲ្យ MO2 ចឹងនាំឲ្យ44 MO2 ស្មើនឹងMO2 ស្មើនឹង32គុណនឹង 2.2 គុណខ្វែងនេះយើងអញ្ចឹងស្មើមកបាទនាំឲ្យ MO2 ស្មើនឹង32គុណនឹង 2.2 លើឲ្យប្រហែលឈប់លើឲ្យ44មកលើគុណមកអូខេ32គុណ 2.2 គុណច្រឡំគុណចែកនឹង44ចឹងស្មើនឹង 1.6 ក្រាមអូខេដូចនេះ MCO ច្រឡំ MCO ទៀតគេឲ្យរឿងរកម៉ាស់ MO បាទ MO2 ត្រូវការគឺ 1.6 ក្រាមអរគុណ